ក្រសួងឲ្យដឹងថាកម្ពុជាយើងមានអ្នកស្លាប់ដោយសារជំងឺមហារីកជារៀងរាល់40នាទីម្ដងជារៀងរាល់ឆ្នាំនៅកម្ពុជាយើងមានអ្នកកើតជំងឺមហារីកចំនួន20,000ករណីហើយជំងឺនេះបានសម្លាប់មនុស្សចំនួនប្រហែលជា14,000នាក់ជារៀងរាល់ឆ្នាំត្បិតថាចំនួននេះអាចថានៅមានកម្រិតទាបជាងប្រទេសដទៃទៀតក៏ពិតមែនប៉ុន្តែវាស្ថិតនៅក្នុងកម្រិតមួយខ្ពស់ដោយសារប្រទេសយើងមានចំនួនប្រជាជនប្រមាណជាង17លាននាក់ប៉ុណ្ណោះក្នុងឱកាសពិធីដាក់ឲ្យអនុវត្តជាផ្លូវការនៅផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក2025-2030រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យឈៀងរ៉ាបានគូបញ្ជាក់ថាតួរលេខនៃអ្នកកើតជំងឺមហារីកក៏ដូចជាអ្នកស្លាប់ដោយសារជំងឺមហារីកនេះបានសរបញ្ជាក់ពីសារៈសំខាន់និងភាពបន្ទាន់នៅក្នុងការចាត់វិធានការបង្ការនិងទប់ស្កាត់នឹងជំងឺមហារីកសាស្ត្រាចារ្យរូបនេះបានបន្តទៀតថាបាតុភូតផ្សេងទៀតគឺអត្រាមរណៈដែលបង្កឡើងដោយជំងឺមហារីកមានមនុស្សស្លាប់ជិត14,000នាក់ក្នុងមួយឆ្នាំស្មើនឹងអត្រាខ្ពស់លើស 70% ពីព្រោះអត្រាជាមធ្យមនៅលើពិភពលោកគឺ 48%អត្រាមរណភាពនេះមានន័យថាមានមនុស្សស្លាប់ម្នាក់ដោយសារជំងឺមហារីករៀងរាល់40នាទីម្ដងនៅកម្ពុជាឬប្រមាណ38នាក់ក្នុងមួយថ្ងៃលោកបានបន្ថែមថាសោកនាដកម្មនេះក៏កើតលើកុមារផងដែរក្នុងមួយឆ្នាំមានប្រមាណជា600ករណីនៅកម្ពុជានៅទូទាំងពិភពលោកជំងឺមហារីកកុមារអាចព្យាបាលជាសះស្បើយ 80% ប៉ុន្តែនៅកម្ពុជាអត្រានេះមានទាបជាង 20% ប៉ុណ្ណោះហើយប្រសិនបើស្ថានភាពនៅតែដដែលជំងឺមហារីកនឹងឆក់យកជីវិតប្រជាជនកម្ពុជាទាំងក្មេងទាំងចាស់ប្រមាណ 21,000 នាក់ក្នុងរយៈពេល15ឆ្នាំខាងមុខ